សួស្តីបាទខ្ញុំគ្រូពេទ្យណាប់អេមនៅភ្នំពេញនេះហើយថ្ងៃនេះបកស្រាយអំពីពាក្យថាអង់ទីអុកស៊ីដង់ដែលជាពាក្យបច្ចេកទេសឬក៏ពាក្យខ្មែរនិយាយថាប្រឆាំងអុកស៊ីតកម្មតើមានន័យថាម៉េចអញ្ចឹងកាហ្វេអារ៉ាប៊ីកាតូមីនេះកាលណាយើងពិសាទៅយើងធ្វើឲ្យសុខភាពល្អយូរវែងដោយសារវាមានមុខងារប្រឆាំងអុកស៊ីតកម្មឯងអញ្ចឹងអ្វីទៅដែលហៅថាមុខងារប្រឆាំងអុកស៊ីតកម្មលោកអ្នកអញ្ចឹងនៅខាងក្រោយនេះវាមានមុខងារច្រើនកាហ្វេណាហើយនៅក្នុងការប្រឆាំងអុកស៊ីតកម្មវាយ៉ាងម៉េចគឺយើងឆ្ងល់ទាំងអស់គ្នាយើងត្រូវឆែកសិក្សាស្រាវជ្រាវខ្លួនឯងណាកុំជឿខ្ញុំអញ្ចឹងនេះមុខងាររបស់កាហ្វេខ្ញុំចុច note អំពីអង់ទីអុកស៊ីដង់ហ្នឹងឯងតែមានន័យថាម៉េចអញ្ចឹងយើងមើលថាអុកស៊ីដង់មុនអុកស៊ីដង់មានន័យថាសារជាតិគីមីរាងកាយយើងហ្នឹងឬក៏យើងឃើញពិសោធន៍នៅទីនេះគឺដាក់អុកស៊ីហ្សែនជាមួយសារជាតិអីផ្សេងទៀតវានឹងប្រតិកម្មទៅជាយ៉ាងនេះយ៉ាងនោះបាទឧទាហរណ៍ដូចជាដែកគោលយ៉ាងណាដែកគោលយើងដាក់ប៉ះជាមួយនឹង10អុកស៊ីហ្សែនទៅបាទដាក់ទឹកទៅវានឹងប្រែទៅជាយ៉ាងផ្សេងមិនមែនដែកគោលមុនទេបើប្រៀបធៀបដែកគោលខាងឆ្វេងគឺដែកគោលអត់ច្រេះហ្នឹងអត់មានតន់លាយអីដែកគោលស្ដាំនៃពណ៌ក្រហមហ្នឹងគឺវាលាយហើយមានន័យថាវាមានចាប់ច្រេះចាប់អីហើយអញ្ចឹងហេតុផលយ៉ាងនេះឯងគឺយើងងាយយល់បាទអញ្ចឹងអ្វីទៅគេហៅថាអង់ទីអុកស៊ីដង់នោះបាទប្រឆាំងអុកស៊ីតកម្មបាទគឺពេលណាដែលប្រឆាំងមានន័យថាយើងកម្ចាត់នៅអ្វីដែលមិនល្អអុកស៊ីតកម្មគឺដូចវាធ្វើឲ្យមានការវិវត្តទៅនេះទៅនោះលឿនបំផុតខ្វះមានការគ្រប់គ្រងមិនបានអញ្ចឹងណាម្យ៉ាងហើយម្យ៉ាងទៀតថាវាបានបាត់បង់នៅធាតុបូកធាតុដករបស់សារជាតិអេឡិចត្រូងនៅក្នុងកោសិកាយើងហ្នឹងឬក៏ធ្វើឲ្យមានបញ្ហាផ្សេងដែលវាមិនអាចធ្វើការបានធ្វើឲ្យមានកាកសំណល់ក្នុងរាងកាយច្រើនគេហៅថា free radical អញ្ចឹងអង់ទីអុកស៊ីដង់ហ្នឹងជាមុខងាររបស់កោសិកាល្អមុខងាររបស់ដែលសារធាតុល្អបាទមានអ៊ីយ៉ុងគ្រប់គ្រាន់បាទឬអេឡិចត្រូងហ្នឹងណាវាអាចទៅភ្ជាប់បន្ថែមជំនួយអ៊ីយ៉ុងដែល radical សេរីហ្នឹងខ្វះបាទនៅខាងឆ្វេង radical សេរីខ្វះវាខ្លាយជាចោយខ្លាយទីមេរោគវាខ្លាយជារបស់មិនល្អអញ្ចឹងកោសិកាដែលល្អហ្នឹងវាទៅជួសជុលវាបង្កើនអេឡិចត្រូងឲ្យកន្លែងខ្វះហ្នឹងឲ្យគ្រប់គ្រាន់វិញហើយ radical នោះក៏ខ្លាយជាកោសិកាល្អធ្វើការបានល្អវិញនេះជាហេតុផលដែលធ្វើឲ្យមានសុខភាពល្អបាទមានអាយុយូរដោយសារកោសិកាធ្វើការល្អវិញគ្រូពេទ្យណាប់អេមនៅភ្នំពេញនេះបាទថ្ងៃនេះឆ្លើយសំណួរបងប្អូនកូនក្មួយដែលសួរថាតើកាហ្វេអារ៉ាប៊ីកាអាតូមីហ្នឹងមានប្រមាណប្រភេទហើយសំណួរទី1ទី2សួរថាមានមុខងារអីខ្លះហើយទី3គាត់សួរថាបើគាត់ហូបហើយដាក់ទឹកក្តៅខ្លាំងទៅតែមិនបានមានដូចស្ងៀមអញ្ចឹងណាបាទអញ្ចឹងទី1កាហ្វេមាន2ប្រភេទដោយសារវាមានតែ2ទេគឺកាហ្វេធម្មតានិងកាហ្វេខ្មៅអញ្ចឹងកាហ្វេធម្មតានេះមាន2ប្រភេទទៀតគឺវាខ្ចប់50កញ្ចប់មកក្នុងមួយប្រអប់វាហ្នឹងគេហៅប្រអប់ទូចហើយនឹង200កញ្ចប់នឹងប្រអប់ធំបាទមានតម្លៃខុសគ្នាសិតតែជាតម្លៃសមាជិកកញ្ចប់តូចនេះប្រអប់តូចតម្លៃ$10តម្លៃសមាជិកប្រអប់ធំតម្លៃ$235តម្លៃសមាជិកបាទលោកអ្នកចុះឈ្មោះមិនបានតម្លៃហ្នឹងអញ្ចឹងកាហ្វេមានមុខងារអីបាទគឺនិយាយខ្លីគឺមានមុខងារដល់ទៅ20នោះតែនិយាយខ្លីមកគឺធ្វើឲ្យសុខភាពល្អអាយុយឺនយូរហេតុអីបានធ្វើឲ្យសុខភាពល្អអាយុយឺនយូរបាទគឺមានពាក្យថាអង់ទីអុកស៊ីដង់ឬក៏ហៅថាប្រឆាំងអុកស៊ីតកម្មបាទកាហ្វេជួយប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយបាទកាហ្វេនេះឲ្យបានស្ងៀមបាទពីព្រោះថាកាហ្វេមានសារជាតិម្សៅបន្លែនៅក្នុងនោះបើយើងដាក់ទឹកក្តៅពេកវាធ្វើស្ងៀមបាទអញ្ចឹងដាក់ត្រឹម60ទៅ80អង្សាបានហើយឬក៏ឆុងទឹកសុទ្ធតែម្ដងបាទពិសាបានអញ្ចឹងអរគុណជម្រាបលា